តើអ្នកចង់ឲ្យបទពិសោធន៍និងជំនាញរបស់អ្នកត្រូវបានទទួលស្គាល់ជាផ្លូវការឬទេការវិតម្លៃទទួលស្គាល់ជំនាញពីមុន OPL អាចជួយប្រែក្លាយបទពិសោធន៍និងជំនាញដែលអ្នកមានពីមុនឲ្យក្លាយទៅជាលិខិតទទួលស្គាល់ជាផ្លូវការបានដោយសន្សំសំចៃពេលវេលានិងថវិកាក្នុងការសិក្សាព្រមទាំងទទួលបានឱកាសការងារល្អនិងប្រាក់ចំណូលច្រើនជាងមុនតើបងប្អូនត្រូវត្រៀមខ្លួនដូចម្តេចខ្លះដើម្បីចូលរួមធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុនវីដេអូណែនាំស្ដីពីដំណើរការនៃការធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុនការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារបងប្អូនអាចចុះឈ្មោះស្នើសុំធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុនចាប់ពីថ្ងៃជូនដំណឹងនេះតទៅតាមរយៈប្រព័ន្ធអនឡាញឬទាក់ទងមកលេខ1297ឬមកដាក់ពាក្យដោយផ្ទាល់រៀងរាល់ម៉ោងធ្វើការនៅតាមមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពចំនួន9ទីតាំងតាមរយៈ QR Code បេក្ខជនត្រូវមកបង្ហាញខ្លួននៅមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពដែលបានចុះឈ្មោះតាមការណាត់ជួបឲ្យបានមួយសប្តាហ៍មុនថ្ងៃធ្វើតេស្តដើម្បីស្ដាប់ការណែនាំពិនិត្យបន្ទប់ប្រឡងនិងទីតាំងអនុវត្តត្រួតពិនិត្យសម្ភារៈឧបករណ៍បរិក្ខារនិងគ្រឿងប្រដាប់ការពារសុវត្ថិភាពសម្រាប់ការធ្វើតេស្តវិតម្លៃនិងផ្ទៀងផ្ទាត់ព័ត៌មានដោយភ្ជាប់មកជាមួយនៅឯកសារចាំបាច់មួយចំនួននៅថ្ងៃធ្វើតេស្តជំនាញបេក្ខជនត្រូវមកដល់កន្លែងផ្ដល់ព័ត៌មាននៅមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពឲ្យបានយ៉ាងតិច1ម៉ោងមុនពេលចាប់ផ្ដើមទៅធ្វើតេស្តវិតម្លៃដោយភ្ជាប់មកជាមួយនៅសាលាកាបាត់ឯកតជនដើម្បីផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនពេលបេក្ខជនទៅដល់ទីតាំងអនុវត្តតេស្តជំនាញអ្នកវិតម្លៃសមត្ថភាពនឹងផ្ដល់នូវឧបករណ៍បរិក្ខារនិងសម្ភារៈដែលចាំបាច់ផ្ដល់ការណែនាំអំពីបទបញ្ជាផ្ទៃក្នុងនិងសេចក្តីណែនាំសម្រាប់ការប្រតិបត្តិជំនាញរយៈពេល10ទៅ15នាទីបន្ទាប់មកទៀតបេក្ខជនត្រូវពិនិត្យនិងផ្ទៀងផ្ទាត់សម្ភារៈឧបករណ៍និងបរិក្ខារដែលមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពបានរៀបចំជូនតាមបញ្ជីដែលមានក្នុងវិញ្ញាសាប្រតិបត្តិ15នាទីមុនពេលចាប់ផ្ដើមការអនុវត្តជំនាញបេក្ខជនត្រូវអនុវត្តវិញ្ញាសាប្រតិបត្តិការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារក្នុងរយៈពេល3ម៉ោង00នាទីដែលអ្នកវិតម្លៃសមត្ថភាពនឹងពិនិត្យនិងផ្ដល់ពិន្ទុដោយស្របតាមលក្ខខណ្ឌវិនិច្ឆ័យនៃការប្រតិបត្តិការចំនួន2វិញ្ញាសាគឺការងារដំឡើងសម្ភារៈរត់ខ្សែចម្លងនិងការងារភ្ជាប់ខ្សែបណ្ដាញចរន្តមួយផាសដែលវិញ្ញាសានីមួយៗបានកំណត់តាមកិច្ចការប្រតិបត្តិចំនួន3ដូចខាងក្រោមនៅក្នុងវិញ្ញាសាប្រតិបត្តិទី1ការងារដំឡើងសម្ភារៈរត់ខ្សែចម្លងកិច្ចការប្រតិបត្តិទី1បេក្ខជនត្រូវតែពាក់គ្រឿងប្រដាប់ការពារសុវត្ថិភាពជាមុនសិនរួមមានមួកសុវត្ថិភាពវ៉ែនតាសុវត្ថិភាពម៉ាស់អាវពន្លឺស្រោមដៃសុវត្ថិភាពនិងស្បែកជើងសុវត្ថិភាពបេក្ខជនត្រូវដំឡើងលើក្តារទំហំ 1.60 ម៉ែត្រគុណនឹង 2.20 ម៉ែត្រប្រភេទបណ្ដាញបណ្ដែតគូសគំនូកបន្ទាត់តាមទីតាំងដែលមានក្នុងប្លង់កិច្ចការប្រតិបត្តិទី2បេក្ខជនត្រូវគូសគំនូកបន្ទាត់តាមទីតាំងដែលមានក្នុងប្លង់ຂະຫນាត់សម្ភារៈទាំងអស់ត្រូវអនុលោមតាមប្លង់ដែលបានកំណត់រួចដំឡើងប្រអប់ជ័រនិងបំពង់ជ័រ PVC ជើងប្រអប់កុងតាក់និងឆ្នប់ចរន្តឲ្យបានត្រឹមត្រូវកិច្ចការប្រតិបត្តិទី3បេក្ខជនត្រូវសម្អាតឧបករណ៍បរិក្ខារសម្ភារៈនិងកន្លែងអនុវត្តការងារនិងទុកដាក់របស់ដែលប្រើប្រាស់រួចទៅទីតាំងដើមឲ្យមានសណ្ដាប់ធ្នាប់មុនពេលលើកដៃបញ្ជាក់ថាបានបញ្ចប់កិច្ចការអ្នកវិតម្លៃសមត្ថភាពនឹងចូលទៅធ្វើការត្រួតពិនិត្យកិច្ចការរបស់បេក្ខជនដើម្បីធានាថាកិច្ចការដែលបេក្ខជនបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសនៅក្នុងវិញ្ញាសាប្រតិបត្តិទី2ការដំឡើងឆ្នប់ចរន្តមួយផាសមានខ្សែដីកណ្ដឹងសុវត្ថិភាពនិងអំពូលកិច្ចការប្រតិបត្តិទី1បេក្ខជនត្រូវអនុវត្តប្រតិបត្តិការរត់ខ្សែចម្លងតាមសៀគ្វីដែលត្រូវដំឡើងឲ្យបានត្រឹមត្រូវមានដូចជាឆ្នប់ចរន្តកុងតាក់ឆ្លងឆ្លើយកុងតាក់កណ្ដឹងប្រកាសអាសន្នអំពូលមូលនិងឌីសុងទ័រកិច្ចការប្រតិបត្តិទី2បេក្ខជនត្រូវការប្រតិបត្តិការដំឡើងឆ្នប់ចរន្តមួយផាសខ្សែដីកណ្ដឹងសុវត្ថិភាព1និងអំពូល1ជាមួយកុងតាក់ឆ្លងឆ្លើយកិច្ចការប្រតិបត្តិទី3បេក្ខជនត្រូវសម្អាតឧបករណ៍បរិក្ខារសម្ភារៈនិងកន្លែងអនុវត្តការងារនិងទុកដាក់របស់ដែលប្រើប្រាស់រួចទៅទីតាំងដើមឲ្យមានសណ្ដាប់ធ្នាប់មុនពេលលើកដៃបញ្ជាក់ថាបានបញ្ចប់កិច្ចការអ្នកវិតម្លៃសមត្ថភាពនឹងចូលទៅធ្វើការត្រួតពិនិត្យកិច្ចការរបស់បេក្ខជនដើម្បីធានាថាកិច្ចការដែលបេក្ខជនបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសបន្ទាប់ពីបញ្ចប់ការអនុវត្តវិញ្ញាសាប្រតិបត្តិអ្នកវិតម្លៃសមត្ថភាពនឹងពិនិត្យកិច្ចការរបស់បេក្ខជននិងសម្ភាសន៍បេក្ខជនរយៈពេល15នាទីក្រោយបញ្ចប់ការសម្ភាសន៍អ្នកវិតម្លៃសមត្ថភាពនឹងធ្វើការសម្រេចចិត្តថាប
បេក្ខជនមានសមត្ថភាពឬមិនទាន់មានសមត្ថភាពតាមលទ្ធផលនៃកិច្ចការដែលបេក្ខជនបានអនុវត្តបេក្ខជននិងអ្នកវាយតម្លៃសមត្ថភាពត្រូវចុះហត្ថលេខាទទួលស្គាល់លើលទ្ធផលនៃការវាយតម្លៃសមត្ថភាពនេះមុនពេលប្រគល់ជូនទៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពដើម្បីចេញវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនឹងចេញវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញជូនដល់បេក្ខជនតាមលទ្ធផលរបស់អ្នកវាយតម្លៃសមត្ថភាព RPL ធ្វើឲ្យបទពិសោធន៍និងជំនាញរបស់អ្នកក្លាយជាវិញ្ញាបនបត្រដែលមានការទទួលស្គាល់